លោកហេងសំរិនបានត្រូវតែងតាំងជារដ្ឋមន្ត្រីទី1នៅពេលដែលសកលលោកបានឃើញស្ថានភាពឃាតកម្មអាសោចអស្ចារ្យពីព្រំប្រទល់ដែនខ្មែរថៃហើយបានដឹងនៅទុក្ខវេទនាដ៏អស្ចារ្យនៃប្រជាជនខ្មែរក្រោមរបបខ្មែរក្រហមរវាង4ឆ្នាំជំរុំអ្នកភៀសខ្លួនបានសង់ឡើងសម្រាប់ខ្មែររាប់ពាន់ដែលវឹកមកដល់ជារាល់ថ្ងៃចេញពីជំរុំទាំងនោះមានខ្មែរជាង200,000នាក់បានចេញទៅរស់នៅឯប្រទេសទី3តែនៅឆ្នាំ1980ថៃបានបិទទួលដែនរបស់គេខ្មែរភៀសខ្លួនថ្មីបានរត់មករស់នៅក្នុងជំរំបណ្ដោះអាសន្នក្នុងទួលដែនដីខ្មែរដែលនៅទីនោះបាក់ខ្មែរទាំង3ក្រុមដែលពីដើមត្រួតត្រាស្រុកខ្មែរគឺក្រុមជាអនុក្រុមសាធារណរដ្ឋនិងក្រុមខ្មែរក្រហមរៀបចំជំរំផ្ទាល់របស់គេដែលនៅទីនោះក្រុមទាំងនោះរើសយកមនុស្សសម្រាប់កងទ័ពតស៊ូនៅឆ្នាំ1982ក្រុមទាំង3បានចូលរួមដើម្បីបង្កើតគណៈសេរួមដែលជាស្គាល់ថារដ្ឋាភិបាលរួមនៃកម្ពុជាកងទ័ពរំដោះបានទៅប្រយុទ្ធនៅទីតាំងទាហានវៀតណាមនៅក្នុងដីខ្មែរតែនៅក្នុងឆ្នាំ1984វៀតណាមបានវាយបង្ខំឲ្យកងទ័ពរំដោះរត់ចូលក្នុងទឹកដីថៃស្ត្រីកូនក្មេងតូចៗនិងមនុស្សប្រុសស៊ីវិលបានជម្លៀសចូលមកតំបន់ជម្លៀសអ្នកទាំងនោះគេមិនគិតពីអ្នកជម្លៀសខ្លួនទេតែជាមនុស្សបដូរទីកន្លែងដោយមានសេរីមានកិច្ចការពីច្បាប់អន្តរជាតិតំបន់ខជាតំបន់ចំពោះសម្ដេចទីអនុតំបន់លេខ8សម្រាប់អ្នកនៅក្រោមការត្រួតត្រាខ្មែរក្រហមហើយតំបន់លេខ2សម្រាប់ពួកសាធារណរដ្ឋនៅពេលដែលយុទ្ធជនតស៊ូខ្មែររស់នៅជាក្រុមក្នុងតំបន់ប្រវែងជាច្រើនគីឡូម៉ែត្រចន្លោះដីខ្មែរនិងថៃមានតំបន់បង្កប់ក្របមៀនដែលគេហៅថាទួលដែនអ្នកបំបាំងទៅពីយំឆ្លងប្រយោងណាយំឆ្លើយទៀនក៏បាំងទឹកក៏ជ្រោទៅមិនបានទៅរពើសង្សារអាព្រៀនយុគជ្រៅលើប៉ុនអូនអើយអង្គការសហប្រជាជាតិផ្ដល់ការដឹកនាំរាល់ថ្ងៃនៅទឹកចំនួន3លានលីត្រទៅដល់ជំរំទាំងនោះហើយនឹងចែកម្ហូបអាហារចំនួន900តោនក្នុងមួយសប្តាហ៍នៅតំបន់ខមានអ្នកដើរតាមសម្ដេចសៀហនុចំនួន50,000នាក់ឯខ្មែរក្រហមត្រួតត្រាជំរំលេខ8មានខ្មែរចំនួនជាង30,000នាក់តែជំរំដែលធំជាងគេគឺជំរំលេខ2ដែលមានប្រជាជនជាង17,000នាក់នៅក្នុងជំរំជម្លៀសអ្នកភៀសខ្លួនបណ្ដោះអាសន្នទាំងនោះមានខ្មែរជាង25,000នាក់រស់នៅជាងពាក់កណ្ដាលគឺមានអាយុតិចជាង15ឆ្នាំកូនក្មេងទាំងនោះស្គាល់តែជីវភាពរស់នៅក្នុងជំរំនិងឈរតម្រង់ជួរទទួលម្ហូបអាហារប្រចាំខ្លួនពីខ្ញុំនៅស្រុកខ្មែរខ្ញុំដីស្រែមានតែ30